ចឹងជ្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាតើយើងផ្ដាច់ជីស្រូវនៅអាយុប៉ុន្មានបាទទើបជាការល្អហើយនៅគណៈនេះខ្ញុំនឹងនៅស្រែផ្ទាល់តែម្ដងខ្ញុំនឹងបង្ហាញពីលក្ខណៈស្រូវខ្លះៗដើម្បីឲ្យបងប្អូនបានស្វែងយល់ហើយជាហៅទស្សនៈទាននៃការចែករំលែកនេះដើម្បីឲ្យបងប្អូនបានអនុវត្តហើយងាយស្រួលបាទហើយបងប្អូនគិតថាមានប្រយោជន៍ចំពោះការ live ផ្ទាល់ឬក៏វីដេអូខ្លីវែងរបស់ខ្ញុំបាទសូមជួយចែករំលែកម្នាក់មួយផងជួយ follow Facebook របស់ខ្ញុំម្នាក់មួយផងបាទអញ្ចឹងខ្ញុំមកដល់ស្រែហើយពុកម៉ែបងប្អូនទៅទស្សនាវីដេអូខាងមុខទាំងអស់គ្នាខ្ញុំនឹងនិយាយពីលក្ខណៈល្អៗខ្លះអំពីការដែលផ្ដាច់ជីបាទឃើញទស្សនីយភាពនៃស្រូវទាំងមូលបាទហើយស្រូវនេះគឺមានអាយុ47ថ្ងៃបាទបើចាំមិនខុសទេគឺអាយុ47ថ្ងៃអញ្ចឹងនេះគឺជាពេលវេលាមួយដែលកសិករយើងផ្ដាច់ជីប៉ុន្តែមិនមែន47ថ្ងៃផ្ដាច់ជីពុកម៉ែបងប្អូនខ្ញុំនិយាយអំពីអាយុស្រូវមកដល់ថ្ងៃហ្នឹងគឺថ្ងៃទី10សំទោសថ្ងៃទី5ខែ1ឆ្នាំ2025ទៅហើយពុកម៉ែបងប្អូនបាទហ្នឹងគឺលក្ខណៈនៃអាយុបាទហើយស្រូវនេះមិនមែនស្រូវខ្ញុំផ្ទាល់ទេស្រូវម្ដាយមីងបាទអញ្ចឹងអាចនឹងខុសលេខខ្លះនៃការដែលគាត់ប្រាប់បាទអំពីអាយុកាលប៉ុន្តែបើចាំខុសទេគឺគាត់ព្រោះថ្ងៃទី19ខែ11បាទអញ្ចឹងទី19ខែ12ក្នុងមួយខែហើយយើងបូក2ថ្ងៃទៀតគឺ40ថ្ងៃនៃថ្ងៃទី1បាទហើយថ្ងៃនេះថ្ងៃទី5គឺវា47ថ្ងៃបាទអញ្ចឹងស្រូវអាយុ47ថ្ងៃទៅហើយអញ្ចឹងត្រឡប់មកប្រធានបទវិញតើស្រូវយើងផ្ដាច់ជីនៅអាយុប៉ុន្មានបាទអញ្ចឹងបងប្អូនស្រូវប្រភេទ85ហើយពូជវៀតណាមនេះស្រូវដូចជា51 54ក៏ដោយភាគច្រើនគឺចន្លោះ90ថ្ងៃប្រមូលផល90ទៅ95អញ្ចឹងបើសិនតែអាយុប៉ុណ្ណេះបើសិនតែស្រូវនឹងមិនមានឧបសគ្គដំណោះគ្រាប់ល្អ38គឺក៏ផ្ដាច់បានដែរបាទហើយស្រូវនេះគឺផ្ដាច់នៅអាយុ43ថ្ងៃបាទព្រោះអីផ្ដាច់បាន2ថ្ងៃមកហើយ43 44ហ្នឹងបដិញគ្នាតាមហាត់នីមួយបាទអញ្ចឹង38ហើយយើងដល់43 44បែបនេះតើវាលើសដែរទេនៅក្នុងដំណាំស្រូវនេះគឺដែលយើងអាចផ្ដាច់បាននេះខ្ញុំនិយាយលក្ខណៈទូទៅខ្ញុំអត់ទៅនិយាយសម្គាល់ទេចាំតិចខ្ញុំនឹងប្រាប់ពីរបៀបសម្គាល់ដោយមិនគិតអាយុហើយមានភាពត្រឹមត្រូវទៀតគឺ38ទៅ45ថ្ងៃហ្នឹងគឺយើងផ្ដាច់ក្នុងមួយសប្តាហ៍ហ្នឹងគឺចន្លោះពេលណាក៏បានដែរមានន័យថាអាយុពេលណាក៏បានគឺមិនលើសមិនខ្វះវាសមស្របបាទប៉ុន្តែពុកម៉ែបងប្អូនដើម្បីឲ្យត្រឹមត្រូវយើងសម្គាល់ដូចមួយដេចបាទអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនអាចឃើញស្លឹកស្រូវជាមួយនឹងពណ៌បៃតងបាទហើយបៃតងនេះរៀងល្អបន្តិចតែក៏មិនលើសណាស់ណាដែរទេតែអ្វីដែលបងប្អូនមើលឃើញគឺនៅចំណុចនេះបងប្អូនមើលឃើញដៃខ្ញុំនេះហើយក្នុង2ថ្នាំងដៃខាងលើចុះមកឬក៏តិចជាងនឹងតាមប្រភេទស្រូវបាទអញ្ចឹងនៅពេលដែលឃើញសញ្ញាទាំងអស់នេះស្រូវនឹងកំពុងតែដាច់បន្ដូលមានន័យថាបន្លកនៃថ្នាំងចូលថ្នាំងទី3ដែលកសិករគ្រប់រូបអាចសង្កល់កន្លែងហ្នឹងចាប់អារម្មណ៍កន្លែងហ្នឹងមុនគេបាទអាហ្នឹងទី1ចំណុចទី1ដែលកសិករសង្កល់ហើយភាពច្បាស់លាស់ទៅទៀតកន្លែងហ្នឹងទី2បងប្អូនគួរតែដកដើមស្រូវមើលបាទដកដើមស្រូវមើលកាន់តែច្បាស់ជាងហ្នឹងទៅទៀតឥឡូវខ្ញុំនឹងដកដើមស្រូវមើលមួយជាដើមមេបាទកន្លែងនេះរៀងរង្វើលវារៀងអាចថាលំអៀងខ្លះអំពីតើតើនឹងការផ្ដាច់ជីប៉ុន្តែជាលក្ខណៈទូទៅគឺយើងអាចយកចន្លោះនឹងបានបាទនេះគឺដើមស្រូវបាទ
chẳng mà anh ấy nhưng khơi miền bầy đàm hay bộ pon rứ cứ nơi miền nơi lại chẳng miền tha chủng ngữ miền mình sâu chỉ bánh haiประมาณ thế rồi ấy bài chỉ pram ngày dần dú như tập bánh năm thì đại bộ mày bông bồn rồi vợ tầm nạ can nó cứ bị giặt bông phọt bàn vì anh miền sạc riêng lò bài đấy vì tiện tôi năng chừng ngư lại trên sền bàn chẳng chấm chim mùi nó bông bông mưa từ lư bà chồng oi sùng con manh nắng cứ từ lư sạc này sạc cái lột nắng này bông mai bông ồn chẳng trong nằng hai ai mới đầm bay bị thi đi cái dương hai chẳng bông mai bông ồn ai nằng sạc rạch chieng chia sài được sao bị ô kịp nằng chương từ sập ai dầm đây này bắt sai tiết hai chị mình từ ruột sẽ đập dương độ đầm sâu mưa bạch ní sụt gạch chieng mình tha sai sấp sai pramหรือ sai ประมาณ này พวกแม่ បងប្អូន ស្រូវ ខ្លះ អាច ដល់ ទៅ 48 ក៏ មាន ដែរ ដោយ សារ តែ រឿង រ៉ាវ ពញា នៃ ការ លូតលាស់ ដោយ កសិធាតុ អី ផ្សេងៗ ចឹង ទៅ បាទ អញ្ចឹង បងប្អូន មើល ឃើញ ថ្នាំង ទី 1 នេះ ចេញ ពី កញ្ចំ រឹស មក វា មាន ថ្នាំង អា នេះ គេ ហៅ ថ្នាំង ទី 1 អា នេះ ថ្នាំង ទី 2 អញ្ចឹង វា មាន ថ្នាំង ទី 2 ហើយ ហើយ ការ ដែល យើង មើល បែប នេះ គឺ ផ្ដល់ ព័ត៌មាន ឲ្យ បងប្អូន សុក្រិត ហើយ សួរ ថាង ចាស់ យើង ចាំ បាច់ អី សម្គាល់ បែប ហ្នឹង កាល ណា យើង បែក ជី មិន សុក្រិត វា អាច មាន ទិន្នផល លំអៀង ដែរ ពុកម៉ែ បងប្អូន បាទ ទិន្នផល លំអៀង ហ្នឹង គឺ តកតង ហ្នឹង ការ បែក មុន បែក ក្រោយ ពេក មក អ្វី ក៏ ដោយ ដែល លើស ពេក ឬ ក៏ ខ្វះ ពេក គឺ ឲ្យ តែ ពេក គឺ មិន ល្អ ទេ បាទ ឲ្យ ថា ពាក្យ ថា ពេក ហ្នឹង វា យ៉ាប់ ហ្នឹង អញ្ចឹង បងប្អូន ឃើញ ទេ បាទ ថ្នាំង ទី 1 ថ្នាំង ទី 2 នេះ ឥឡូវ វា មាន បន្លក នេះ ដល់ ថ្នាំង ទី 3 បាទ តើ មាន អី ទៀត បងប្អូន ទស្សនា មើល តាម ដាន តើ នឹង ឃើញ អី ទៀត មាន ថ្នាំង ទី 2 ហើយ ឃើញ ទម្រង់ ថ្នាំង ទី 3 ទៀត ការ តាម ដាន ទស្សនា nè បងប្អូន ថ្នាំង ទី 1 ថ្នាំង ទី 2 ហើយ ថ្នាំង ទី 3 អញ្ចឹង យើង នឹង ក្តាច់ អានេះ បន្តិច មក យើង នឹង មើល ឃើញ កំប៉ះ ហើយ ពុកម៉ែ បងប្អូន កំពុង តែ ទស្សនា ក៏ អី ទៅ ប៉ះ អញ្ចឹង ចប់ បាត់ ហើយ បាទ អញ្ចឹង បងប្អូន ឃើញ នេះ ពក សំឡី នេះ គឺ ស្រូវ ដែល នៅ គៀង ខាង រង្វើល អញ្ចឹង វា អាច នឹង លេង ខ្លួន យូរ បន្តិច 46 47 ហើយ វា ប៉ុណ្ណឹង អញ្ចឹង ការ ដែល យើង បាច់ នៅ 2 ថ្ងៃ មុន នោះ ផ្ដាច់ 2 ថ្ងៃ មុន គឺ មាន ន័យ ថា វា កំពុង តែ មក ចាប់ ជី នេះ ចេញ ចាប់ ជី ល្មម បាទ អញ្ចឹង បើ សិន តែ ឃើញ បែប នេះ ទោះ បី តែ ស្រូវ បងប្អូន អាយុ 40 ថ្ងៃ ក៏ ដោយ 38 ក៏ ដោយ ក៏ យើង ផ្ដាច់ បាន ដែរ អត់ ខុស ទេ ប៉ុន្តែ នៅ ពេល ដែល បងប្អូន ផ្ដាច់ ជី ហើយ ត្រឹម តែ ថ្នាំង ទី 2 ថ្នាំង ទី 1 ថ្នាំង ទី 2 បែប នេះ ថ្នាំង ទី 3 នេះ វា មាន ដែរ ប៉ុន្តែ ធម្មតា 38 អី វា មាន ប៉ុន្តែ វា អត់ ចេញ ពក សម្លៃ ទេ ដោយសារ វា នៅ ថ្នាំង បន្ទាប់ មួយ ទៀត តែ នឹង ថ្នាំង ទី 3 ហ្នឹង យើង ថា ថ្នាំង ទី 3 ប៉ុន្តែ ពិត វា ចូល ថ្នាំង ទី 4 ប៉ុន្តែ វា នៅ បន្លក គៀក គ្នា ពេក អញ្ចឹង តែ អត់ ចេញ មក បងប្អូន ផ្ដាច់ ជី នៅ ពេល ហ្នឹង គឺ វា មាន បញ្ហា ខ្លះ ទៅ លើ ការ ដែល ត្រូវ ផ្ដល់ សារធាតុ ចិញ្ចឹម អានោះ វា ផ្ដល់ ផល វិជ្ជមាន ហ្នឹង គឺ វា ទៅ តាម ប្រភេទ ដី ដែរ បើ សិន តែ ដី អំណោយ ផល ក៏ វា វិជ្ជមាន ទៅ វា អត់ អី ទេ តែ បើ សិន តែ ដី នោះ មិន អំណោយ ផល ដី មាន សភាព គ្មាន ជីជាតិ ស្រូវ បងប្អូន ជួប នឹង ផល វិជ្ជមាន អវិជ្ជមាន វិញ បាទ អញ្ចឹង ឃើញ បន្លក ថ្នាំង ពក សម្លៃ បែប នេះ បងប្អូន បាច់ ចុះ ផ្ដាច់ ចុះ បាទ អត់ ខុស ទេ បាទ ចឹង មាន ន័យ ថា កន្លែង ខ្លះ វា នឹង ពក ធំ ជាង ហ្នឹង តាម កម្លាំង ជី តាម កម្លាំង ការ ស្រូប ជី និង ទី កន្លែង ដង ស៊ីតេ នៃ បំណុះ ពូជ មាន ន័យ ថា ពូជ ដែល យើង ដាក់ ទៅ វា ព្រោះ ទៅ វា រមេល ចូល គ្នា ទៅ វា ក្រាស់ ស្ដើង អញ្ចឹង ណា បងប្អូន បាទ អញ្ចឹង បងប្អូន មើល បាទ កន្លែង នេះ គឺ ទំនាប អញ្ចឹង ខ្ញុំ ដក មាញ់ កន្លែង រៀង ទំនាប អញ្ចឹង វា រៀង បញ្ជា បន្តិច បាទ អញ្ចឹង កន្លែង ដី ស្មើ ល្អ គឺ វា សុក្រិត វា នឹង សុក្រិត
នៃគុណភាពមានន័យថាពោលសម្លេងនឹងធំជាងនឹងអញ្ចឹងនេះគឺជាវិធានបទដែលបងប្អូននឹងចង់ដឹងហើយចង់សុក្រិតកន្លែងហ្នឹងគឺផ្ដាច់ជីនៅពេលណាបាទអញ្ចឹងផ្ដាច់ជីគឺចម្លើយទី1 38ទៅ45ក្នុងមួយសប្តាហ៍ហ្នឹងបងប្អូនផ្ដាច់ជីនៅពេលណាក៏បានដែរបាទប៉ុន្តែចម្លើយទី2ហ្នឹងគឺមើលលក្ខណៈស្លឹកស្រូវដែលវាមានភាពខ្ជួញនៅផ្នែកខាងចុងបាទនេះខ្ញូញបែបនេះបងប្អូននេះខ្ញូញបែបនេះឃើញទេកលាក់នៅចុងមេដៃខ្ញុំនេះអានេះហៅខ្ញូញហ្នឹងគឺជាលក្ខណៈថ្នាំង3ហើយបាទដែលនឹងឲ្យសញ្ញាថាយើងអាចរៀបចំផ្ដាច់ជីហើយបាទហើយមួយទៀតនោះគឺដកមើលដោយដែលខ្ញុំបង្ហាញបែបហ្នឹងគឺដកមើលបែបហ្នឹងបាទដកមើលបែបហ្នឹងឃើញថ្នាំងពោលសម្លេងបែបហ្នឹងគឺយើងផ្ដាច់បានហើយបើសិននេះសម្លេងនឹងកាន់តែធំជាសញ្ញានៃការហួសពេលនៃការផ្ដាច់ជីអញ្ចឹងបើសិនបងប្អូនផ្ដាច់ជីហួសពេកគឺសារធាតុចិញ្ចឹមទាំងនោះដំណាំត្រូវរបស់យើងចាប់យកមិនអស់ទេបាទគឺចាប់យកមិនអស់អញ្ចឹងយើងក៏ខាតថ្លៃជីឧទាហរណ៍ថាកម្លាំងជី 100% អញ្ចឹងស្រូវចាប់បានតែ70% អញ្ចឹង 30% មិនបានចាប់យកហើយទោះទាំងយើងមិនស្ដាយទេ 30% នោះប៉ុន្តែបងប្អូនទៅចាំបងប្អូនប្រើគីមីវាមិនត្រឹមតែខាត់លុយប៉ុណ្ណឹងទេសំណល់ 30% គឺជាបន្ទុកនឹងមានបញ្ហាចំពោះដីបរិស្ថានហើយនឹងការដាំដុះនៅរដូវក្រោយវាជាជំងឺតទៅទៀតអញ្ចឹងការដែលយើងប្រើប្រាស់ជីគីមីគឺល្អតែវានឹងមិនល្អបើសិនតែយើងប្រើប្រាស់មិនត្រូវកាលវេលាមិនចំគោលដៅបាទអានោះគឺតើតួងនឹងក្នុងការដែលយើងបើកហួសពេលវេលាពេកមានន័យថាដង្ហើមវាធំហើយមានន័យថាសម្លេងហ្នឹងវាធំហើយយើងបានបាច់ដោយសារកត្តារវល់ឬក៏មិនបានយកចិត្តទុកដាក់ក្នុងរឿងហ្នឹងគឺថាត្រូវបាច់ពីណាក៏បានដែរបាទអាហ្នឹងគឺជាចំណុចមួយបាទហើយបើសិនតែបងប្អូនផ្ដាច់ជីហ្នឹងមុនការកំណត់ទេមានន័យថាទើបនឹងឆ្នាំង2ហើយយើងផ្ដាច់វាមានរឿងវិជ្ជមាននិងអវិជ្ជមានបាទរឿងវិជ្ជមានហ្នឹងគឺទិន្នផលអាចនឹងប្រែប្រួលវិជ្ជមានមានន័យថាអត់អីបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងចែករំលែកនៅការដែលយើងផ្ដាច់មុនពេកហ្នឹងវាយ៉ាងដូចម្ដេចវាមានផលវិជ្ជមាននិងអវិជ្ជមានហើយវិជ្ជមានហ្នឹងដូចម្ដេចបានតែមុនហើយនៅតែវិជ្ជមានហើយមុនដូចគ្នាទៅជាអវិជ្ជមាននោះអាហ្នឹងគឺខ្ញុំនឹងចែករំលែកនៅវីដេអូពីក្រោយបាទអញ្ចឹងបងប្អូនទាំងគ្នាសង្ឃឹមថាប្រធានបទនេះបងប្អូនយល់កាន់តែច្បាស់អំពីការចែករំលែករបស់ខ្ញុំហើយគិតថាមានប្រយោជន៍សូមជួយចែករំលែកនៅវីដេអូនេះម្នាក់មួយផងជួយ follow Facebook follow TikTok ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនិងចែករំលែកនៅវិធីសាស្ត្រដាំដុះគ្រប់គ្រងជីថ្នាំកសិកម្មដំណាំស្រូវស្រែចម្ការអីទាំងអស់ហ្នឹងគឺចែករំលែកឲ្យបងប្អូនស្ដាប់កំសាន្តហើយបានជាប្រយោជន៍ក្នុងការត្រិះរិះពិចារណាកែលម្អនៅទិន្នផលចាំរដូវផងដែរបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនបាទជួបខ្ញុំនៅវីដេអូក្រោយទៀត